ការរក្សាទុកឯកសារក៏ដូចជាការកំណត់ទីតាំងរក្សាទុកឯកសារចំពោះ Google Sheet បើយើងដឹងហើយថា Google Sheet នៅពេលដែលយើងបង្កើតឯកសារបលែងណាមួយបញ្ចូលទិន្នន័យហើយគឺវានឹងរក្សាទុកដោយស្វ័យប្រវត្តិបាទអញ្ចឹងការរក្សាទុកដោយស្វ័យប្រវត្តិនេះវាជាចំណុចមួយដែលយើងត្រូវដឹងថាតើការរក្សាទុកឯកសាររបស់យើងនោះចូលទៅកាន់កន្លែងណាមួយហើយមានឈ្មោះអ្វីដើម្បីអីដើម្បីងាយស្រួលយើងអាចបើកនៅពេលក្រោយបានយើងអាចស្វែងរកបាននៅពេលក្រោយចឹងដើម្បីចូលមកកាន់បន្ទាប់នេះអ្នកទាំងអស់គ្នាត្រូវបើកផ្ទាំងឬក៏បើកឯកសារ Google Sheet ណាមួយដើម្បីយើងចង់ធ្វើការកំណត់រក្សាទុកក៏ដូចជាការកំណត់ទីតាំងចឹងខ្ញុំចូលមកកាន់ address bar របស់ browser ណាមួយហើយខ្ញុំវាយពាក្យថា sheet.google.com ដើម្បីចូលមកបង្កើតឯកសារថ្មីចឹងខ្ញុំយកពាក្យថា blank split sheet ដើម្បីបង្កើតជាឯកសារទិន្នន័យដោយទទេមានថាថ្មីស្រឡាងចឹងបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញមានជួឈរជួដេកជាច្រើនហើយកន្លែងខាងលើនេះអត់ទាន់បានរក្សាទុកទេដោយសារទិន្នន័យរបស់យើងអត់ទាន់បានបញ្ចូលទិន្នន័យណាមួយទេចឹងកន្លែងខាងលើនេះគឺជាកន្លែងសម្គាល់ថាតើទិន្នន័យរបស់យើងបានរក្សាទុកហើយឬក៏នៅបើចឹងខ្ញុំវាបញ្ចូលលេខ1នៅកន្លែងណាមួយដើម្បីឲ្យដំណើរការឯកសារ blank នោះទៅជាមានទិន្នន័យអាចឲ្យ Google Sheet របស់យើងរក្សាទុកដោយស្វ័យប្រវត្តិបើចឹងនៅពេលដែលបញ្ចូលលេខ1កន្លែងនេះដាក់ថា save to drive save to drive គឺបញ្ជាក់ថាឯកសារនោះបានរក្សាទុកចូលទៅកាន់ Google Drive របស់យើងហើយប៉ុន្តែយើងត្រូវដឹងថាតើឯកសារនោះមានឈ្មោះអ្វីនៅលើ Google Drive របស់យើងរក្សាទុកនៅកន្លែងណាអូខេចឹងកន្លែងនេះគឺជាកន្លែងសម្គាល់ឈ្មោះបាទសម្គាល់ឈ្មោះគឺយើងត្រូវដាក់ឈ្មោះឲ្យឯកសាររបស់យើងនោះដើម្បីងាយស្រួលស្វែងរកនៅពេលក្រោយងាយស្រួលស្វែងរកនៅពេលក្រោយយ៉ាងដូចម្ដេចយើងអត់អាចចេះតែដាក់ឈ្មោះ111ឬក៏11ឬក៏លេខណាមួយសម្គាល់នោះទេព្រោះកាលណាយើងដាក់អញ្ចឹងយើងមិនអាចស្វែងរកឯកសាររបស់យើងងាយស្រួលទេយើងអត់ដឹងថាឯកសារមួយហ្នឹងមានទិន្នន័យអីនៅខាងក្នុងវាជាឯកសារ data analyze វាជាបញ្ជីឈ្មោះឬក៏វាជាអីយើងដាក់វាច្បាស់អញ្ចឹងកន្លែងនេះវាជា sample របស់ខ្ញុំក្នុងការ test ចឹងខ្ញុំអាចដាក់ test មកវាជាការសាកល្បងហើយខ្ញុំអាចបញ្ចូលថ្ងៃជាក់ស្ដែងបើចឹងនៅពេលដែលខ្ញុំ enter ឈ្មោះនោះគឺនឹងធ្វើការផ្លាស់ប្ដូរហើយរក្សាទុកទៅកាន់ Google Drive ចឹងសួរថាតើការរក្សាទុកទៅលើ Google Drive នោះរក្សាទុកនៅកន្លែងណាវិញបាទគឺយើងចូលមកកាន់ទីតាំង Google Drive របស់យើងមកតាមរយៈគេហទំព័រគឺ drive.google.com បាទ drive.google.com ចឹងអ្នកទាំងអស់គ្នាចូលមកហើយគឺឃើញនៅខាងលើហើយប៉ុន្តែខាងលើនេះគឺវាជា sketch file ទេវាជា recent file ដែលយើងទើបតែបើកនោះទេចឹងយើងចូលមកកាន់ទីតាំងមួយគឺគេថា My Drive My Drive នេះគឺនៅពេលដែលយើងចាប់ផ្ដើមបើកឯកសារឬក៏ save រក្សាដំបូងនោះគឺវារក្សាទុកចូលនៅក្នុង My Drive នេះនៅកន្លែងនេះចឹងនៅក្នុង My Drive នេះយើងអាចបដូរទីតាំង file មួយហ្នឹង file របស់យើងមួយទៅកាន់កន្លែងផ្សេងបានតាមរយៈ move នេះយើងចូលមកកាន់ទីតាំង Google Drive ហើយ move ផ្ទាល់ក៏បានឬក៏យើងចូលមកកាន់ទីតាំង Google Sheet របស់យើងដែលរក្សាទុកឯកសារ move ទៅកាន់កន្លែងផ្សេងក៏បានដែរអញ្ចឹងទី1គឺខ្ញុំបង្ហាញតាមរយៈ Google Drive សិនអញ្ចឹងដើម្បីបង្ហាញតាម Google Drive គឺខ្ញុំបិទផ្ទាំង Google Sheet សិនដើម្បីកុំឲ្យវា conflict គ្នាមានថាវាធាក់គ្នាអញ្ចឹងខ្ញុំបិទសិនហើយខ្ញុំចូលមកកាន់ទីតាំង Google Drive អញ្ចឹងខ្ញុំចូលមកកាន់ select ទៅលើ file ដែលខ្ញុំធ្វើការ move ទៅកាន់កន្លែងផ្សេងអញ្ចឹង move គេសួរថា move ទៅដាក់នៅកន្លែងណាបើ move ទៅដាក់កន្លែងដែលអាច move ទេអញ្ចឹងខ្ញុំអាចបង្កើត folder ថ្មីមួយឬក៏ចង់ move ទៅដាក់នៅកន្លែង new folder នេះបាទអញ្ចឹង move new folder នេះអត់មានអីទេអញ្ចឹងខ្ញុំនឹង move file អំបញ្ញមិញនេះ test នេះទៅដាក់នៅក្នុង new folder នេះដើម្បីថា new folder ហ្នឹងគឺជា file ដែលយើងធ្វើការ testing ហ្នឹងអញ្ចឹងខ្ញុំ select ទៅលើ file ហ្នឹងហើយចុចពាក្យថា move នៅខាងលើនេះបាទឬក៏មាន option នៅខាងចុងនេះហើយមានពាក្យថា move ដូចគ្នាអញ្ចឹងខ្ញុំយកកន្លែងនេះ
បាទនៅពេលដែលយើងចុច move នៅកន្លែងនេះគឺវាធ្វើការ load ផ្ទាំងមួយគឺ current location គឺ my drive អញ្ចឹងបើកាលណានៅកន្លែងនេះមានផ្សេងយើងអាចរើសបានអញ្ចឹងយើងចូលមកកាន់ my drive មកហើយរើសយក new folder ហេតុអីបើកាលណាយើងអត់ចុច my drive វាអត់ load ដោយសារវាអត់ទាន់ load មានថា folder ឬក៏ file នៅកន្លែងទីតាំងណាមួយនោះទេអញ្ចឹងយើងចូលមកកាន់ my drive ហើយចូលមកកាន់កន្លែង new folder នេះហើយចុចពាក្យថា move បាទឥឡូវយើងមើលកន្លែងនេះមាន file មួយនៅពេលដែលយើងចុច move គឺ file ហ្នឹងនឹងបាត់ហើយបាទអញ្ចឹង move ហើយយើងបាត់ file ហ្នឹងហើយអញ្ចឹងវា file ទៅណាវិញគឺចូលទៅកាន់ new folder នេះអញ្ចឹងនៅពេលដែលយើងបើក new folder ហ្នឹង double click មកគឺយើងនឹងឃើញ file មួយហ្នឹងហើយយើងអាចបើកឯកសារហ្នឹងឃើញថាឯកសាររបស់យើងនេះគឺបានរក្សាទុកនៅកន្លែងដូចគ្នាបាទអញ្ចឹងយើងអាចកំណត់ទីតាំងតាមរយៈ Google Drive ចុះបើយើងនៅលើ Google Sheet របស់យើងនេះយើងបដូរទីតាំងបានទេបានគឺតាមរយៈការ move ពីទីតាំងមួយទៅកាន់ទីតាំងមួយអញ្ចឹងឧទាហរណ៍ខ្ញុំបញ្ចូលនេះបញ្ចូលលេខ2មួយទៀតចុះវា auto save បាទអញ្ចឹងកន្លែងដែលយើង move ទៅកាន់ folder ណាមួយឬក៏ទីតាំងកន្លែងណាមួយនៅក្នុង Google Sheet នៅផ្នែកខាងលើនេះបាទមានពាក្យថា move នេះអញ្ចឹងយើងចុច move មកដល់ពេលចុច move គឺកន្លែង current location នេះគឺ new folder អញ្ចឹងអ្នកទាំងអស់គ្នាចុចមកកន្លែង new folder ដើម្បីបដូរ location របស់យើងបដូរទីតាំងរក្សាទុកណានៅពេលដែលចុចលើ new folder យើងអាចត្រឡប់មកខាងក្រោយមួយបាទយក all location មកហើយយកពាក្យថា my drive វិញដោយសារខ្ញុំចង់រក្សាទុកចូលមកកាន់ my drive របស់ខ្ញុំវិញទីតាំងដើមណាហើយចុចពាក្យថា move មកបាទអញ្ចឹងនៅពេលដែល move ហើយគឺនឹងបាត់ពីទីតាំង new folder ហើយឥឡូវយើងទៅមើល new folder នេះគឺនឹងបាត់ហើយនៅពេលដែលខ្ញុំ refresh ព្រោះដោយសារនេះត refresh បាទចុះឥឡូវយើងបិទទាំងអស់សិនបាទហើយ refresh ទៅលើ Google Drive របស់យើងវិញបាទចូលមក Drive ដល់ google.com របស់យើងវិញមកបាទ reason របស់យើងនៅខាងលើឯងអញ្ចឹងយើងចូលមកកាន់ My Drive ដើម្បីមើលថាតើឯកសារនោះវារត់ទៅដល់កន្លែងណាហើយយើងទៅមើលនៅក្នុង folder new folder ដែលយើងបាន move ពីពេលមុនថាតើបាត់នៅបាទ file ដែលយើងបានកំណត់មិញគឺបាត់ហើយអញ្ចឹងយើងអាចមកកាន់ My Drive ដែលជាទីតាំងយើងកំណត់បាទនេះយើងនឹងឃើញហើយបាទ test 28/12/2025 ដែលយើងបាន move ពី new folder នេះមកកាន់ទីតាំង My Drive អញ្ចឹងយើងអាចបើកធម្មតាវិញមកអញ្ចឹងរាល់ការបិទបើកយើងអាចចូលមកកាន់ទីតាំង My Drive គឺងាយស្រួលការរកឯកសារអញ្ចឹងការកំណត់ទីតាំងឯកសាររក្សាទុកនេះពិតជាសំខាន់ហើយឈ្មោះឯកសារក៏សំខាន់ពីនេះគឺជាចំណុចមួយដែលអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែកំណត់ឲ្យបានច្បាស់ពីរបៀបនៃការប្រើប្រាស់ការរក្សាទុកឯកសារក៏ដូចជាការកំណត់ទីតាំងរក្សាទុកឯកសារអូខេចឹងចំពោះវីដេអូរបស់ខ្ញុំនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជាចុងក្រោយនេះអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត